ជាបន្តនេះលោកគ្រូនឹងបង្ហាញអំពីការរីកធាតុដោយប្រើប្រាស់ loop ពី list បាទពីវីដេអូមុនយើងបានបង្ហាញអំពី remove ធាតុចេញពី list បាទឥឡូវនៅវីដេអូនេះលោកគ្រូនឹងបង្ហាញអំពីការរីកធាតុម្ដងមួយធាតុចេញពី list បាទអញ្ចឹងនៅក្នុងនេះយើងអាចបង្កើត list របស់យើងដែលមាន3ធាតុលោកគ្រូអាចប្រើ for បាទរូបមន្តវាគឺបន្ទាប់មកយើងប្រើ variable មួយ read ចេញពី list របស់យើងបាទហើយយើងអាច print element ហ្នឹងម្ដងមួយអញ្ចឹងមានន័យថាដំបូងវា point ទៅចំ apple វា read មកបង្ហាញមកឲ្យ elim បាទហើយបន្ទាប់ elim បង្ហាញ apple បន្ទាប់មក loop ម្ដងទៀត mango វាបង្ហាញ mango loop ម្ដងទៀតវាបង្ហាញ banana បាទហ្នឹងគឺរបៀបនៃការ read របស់វាអញ្ចឹងបងប្អូនអាចមកពិនិត្យមើលពីរបៀបបាទនេះបាទ apple mango banana ឃើញទេបាទបន្ទាប់មក loop ទី2គឺយើងប្រើប្រាស់ index loop ដោយប្រើប្រាស់ index អញ្ចឹង loop ដោយប្រើប្រាស់ index នេះបងប្អូនពិនិត្យមើលយើងប្រើ i មួយហើយយើងរូបមន្ត int ដដែលប៉ុន្តែយើងប្រើ function 2គឺ rank ហើយនិង len ហ្នឹងគឺវាខ្ជាក់នៅចំនួនធាតុបាទធាតុប្រមាណធាតុហើយបន្ទាប់មក rank ហ្នឹងគឺវាយកចន្លោះពីតម្លៃរបស់យើងបាទ index ចាប់ពី0ទៅហើយបន្ទាប់មកហើយយើង print list នៃ i បាទគេយើងដាក់ចឹងមកអញ្ចឹងវានឹងបង្ហាញដោយប្រើប្រាស់បាទនេះចាប់ដើម loop ម្ដងមួយបាទអញ្ចឹង index យើងដំបូងពី0ទៅបាទ0វាចំ apple បន្ទាប់មក1វាចំ mango 2វាចំ banana បាទអញ្ចឹងមួយទៀតយើងអាចជំនួសដោយប្រើប្រាស់ while loop បាទ while loop នេះគឺបងអូនអាចប្រើចាប់ផ្ដើមពី0បាទដោយសារយើងកំណត់ index វាចាប់ផ្ដើមពី0បន្ទាប់មកឲ្យវាតូចជាង len អញ្ចឹងមានន័យថា len ហ្នឹង5វាហត់ពី0ទៅ5ពី0ទៅ4បាទអញ្ចឹង len យើងទាំងអស់3អញ្ចឹងពី3ធាតុប៉ុន្តែវាតូចជាងអញ្ចឹងវាត្រឹម2បាទអញ្ចឹងពី0ទៅ2គឺ3ណាអញ្ចឹងវា read index មក0 0អញ្ចឹងវាចំអី apple កើនមួយមក2បន្ទាប់មកវា loop មកគឺ mango កើនមួយទៀត3សំទោស1 mango បន្ទាប់មកកើនមួយទៀត2វាមក banana អញ្ចឹងលក្ខខណ្ឌ2តូចជាង3ប៉ិតបើឡើងមួយទៀត3វាឡើងប៉ិតចាក់ចេញបាទអញ្ចឹងវានៅតែ return ធាតុដដែលឡើងមកឃើញទេ mango មកបាទ apple mango banana ដដែលបាទមួយទៀតគឺតកតងជាមួយនឹងយើងប្រើ compare comprehension ដោយប្រើ list comprehension នេះជាវិធីសាស្ត្ររបស់ PHP សំទោសរបស់ Python បាទអញ្ចឹងយើងប្រើ print នៅខាងមុខដើម្បីចាប់យកធាតុពី element មកយើងបង្ហាញហើយ for loop យើងគឺយើងប្រើបច្ចេកទេស for loop ហ្នឹងគឺ in នៃ my list អញ្ចឹង element ចាប់បានមកហើយវានឹងយកមកបង្ហាញឃើញទេបាទវាប្រើតាមតែយើងដាក់នៅក្នុងចន្លោះដង្កៀបបាទអញ្ចឹងមកឡាក់វាធ្វើការម្ដងមួយរបស់វាទៅតាមចំនួនធាតុហ្នឹងមកវាបង្ហាញធាតុវាយកតែម្ដងបាទនេះគឺជាបច្ចេកទេសមួយទៀតបាទនៃការ loop ធាតុដោយប្រើគេហៅថា comprehension list បាទអញ្ចឹងបងប្អូនអាចប្រើបច្ចេកទេសក្នុងការប្រើ loop យើងគឺយើងប្រើបច្ចេកទេសចំនួន4បាទទី1គឺយើង through read ធាតុម្ដងមួយចេញពី list យើងដោយប្រើ for បន្ទាប់មកយើងប្រើ for ដែរប៉ុន្តែយើង read តាម index បាទហើយបន្ទាប់មកទី3យើងប្រើ while loop ទី4គឺយើងប្រើលក្ខណៈ list comprehension បាទនេះគឺជាវិធីសាស្ត្រនៃការ read ធាតុចេញពី list ដោយប្រើប្រាស់ loop បាទ